យើងដឹងហើយថាកុមារនៅពេលដែលគាត់រស់នៅតាមភូមិមានកន្លែងសម្រាប់គាត់លេងគាត់សប្បាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយក៏គាត់ទៅសាលារៀនជួបជុំមិត្តភ័ក្តិរបស់គាត់ប៉ុន្តែដោយសារសង្គ្រាមកុមារភាគច្រើនគាត់មានការភ័យខ្លាចដោយសារគាត់ត្រូវរត់បាទកាត់គ្រាប់កំភ្លើងធ្វើឲ្យគាត់ដកជាប់នៅការភ័យខ្លាចជាខ្លាំងហើយដើម្បីចូលរួមដោះស្រាយបញ្ហានោះគឺអង្គការ Plan អន្តរជាតិកម្ពុជាបានធ្វើការសហការជាមួយនឹងអង្គការ TPO រៀបចំឲ្យមានជាកន្លែងយើងហៅថាកុមារមេត្រីហើយដូចជាកន្លែងដែលផ្ដល់នៅសេវាប្រឹក្សាយោបល់សម្រាប់កុមារហើយក៏ដូចជាម្ដាយក៏មនុស្សចាស់ផងដែរអញ្ចឹងកុមារគាត់មានឱកាសអាចស្ដាប់រឿងនិទានអាចទទួលបានការផ្ដល់យោបល់ពីអ្នកជំនាញចិត្តសាស្ត្រហើយគាត់លេងគូគំនូហើយធ្វើឲ្យបរិយាកាសនៃការរស់នៅរបស់គាត់មានភាពសប្បាយរីករាយហើយគាត់ក៏កសាងទំនាក់ទំនងជាមួយមិត្តភ័ក្តិថ្មីផ្សេងរបស់គាត់ទៀតអញ្ចឹងវាជួយធ្វើឲ្យកុមារបំភ្លេចនៅភាពភ័យខ្លាចផ្សេងហើយធ្វើឲ្យគាត់អាចរីកលូតលាស់បានទោះបីជាគាត់មករស់នៅក្នុងជំរំនេះក៏ដោយបាទ